mới bây giờ dùng đi mong vô yeah không như kia nữa này បាទសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតបន្ទាប់ពីខកខានការផុសវីដេអូអស់រយៈពេលជាយូរក្រែលដែរហើយវីដេអូនេះក៏មិនមែនជាវីដេអូថ្មីអីដែរគឺជាដំណើរកំសាន្តទៅកាន់លំប្រមាថកាលពីចុងឆ្នាំមុនខ្ទង់ខែ12 2025 នឹងឯងហើយក៏ទើបតែបានកាត់ផុសនៅពេលនេះដូចគ្នាបើទោះបីជាវីដេអូចាស់ក៏ពិតមែនប៉ុន្តែបរិយាកាសនិងភាពរីករាយនៃការបោះតង់ផ្សងព្រេងនៅក្នុងវីដេអូនេះវាហាក់បីដូចជានៅថ្មីថ្មោងសម្រាប់ខ្ញុំនៅឡើយទេគឺថាមានសកម្មភាពកំសាន្តជាច្រើនមានទាំងការបបក់ត្រីបាញ់ត្រីដាក់មងបានត្រីធម្មជាតិស្រស់ៗលើកពីទឹកមកយកមកអាំងចំអិនញ៉ាំភ្លាមៗនៅមាត់ទឹកតែម្ដងខ្ញុំពិតជានឹកអនុស្សាវរីយ៍នៃការជួបជុំគ្នាកាលពីពេលនោះមែនតើមិនដឹងថាពេលណាដែលយើងអាចបានចេញទ្រីបជុំគ្នាទៀតទេបាទហើយចាប់ផ្ដើមនៃវីដេអូពួកយើងមានគ្នា4នាក់4ម៉ូតូដែរជិះចេញពីភូមិអរ៉ែងឆ្ពោះទៅកាន់លំប្រមាថហើយធាគាត់ជាអ្នកនាំផ្លូវជាក់ស្ដែងអូនធាគឺជាសហគមន៍នៅតំបន់នេះផ្ទាល់តែម្ដងបងប្អូនដែលបានមកលេងតំបន់អរ៉ែងអត់ដឹងថាត្រូវទៅណាអីអាចតំណតំណងសួរគាត់បានបាទតាមផ្លូវទៅកាន់លំប្រមាថក៏មិនជាពិបាកអីប្រហែលដែរសម្រាប់ម៉ូតូគឺថាមកល្មមសប្បាយជិះមើលទេសភាពលេងសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេងដឹងតែត្រូវម៉ាច់តែម្ដងប៉ុន្តែខែភ្លៀងគឺយើងអាចមកលេងបានទេដោយសារតែទឹកស្ទឹងឡើងច្រើនពេកហើយការធ្វើដំណើរពីភូមិឆ្ពោះទៅកាន់លំប្រមាថចំណាយពេលប្រហែលជា1ម៉ោងជាងប៉ុណ្ណោះបើតាមខ្ញុំចាំអត់ច្បាស់ដែរជាស្រ័យផងបើសិនបើខុសត្រូវអីហើយទស្សនវិជ្ជាតាមផ្លូវទៅគឺស្អាតគួរសមគ្រាន់តែកន្លែងខ្លះរៀងហុយបន្តិចបាទនិងកន្លែងខ្លះទៀតក៏យើងត្រូវជិះម៉ូតូឆ្លងកាត់ទឹកតិចតួចលងប្រមាថនេះខ្ញុំធ្លាប់បានមកដល់2ដងទាំងលើកនេះប៉ុន្តែនៅតែចង់មកទៀតដោយសារតែសម្បូរត្រីសឹងតែថាมันបាច់សគួរមកហូបទៅទេគឺថាត្រីច្រើនមែនតើប៉ុន្តែមិនសូវជាមានធំទេហើយកន្លែងនេះបង្កយគាត់បដើម៉ូតូឆ្លងទឹកនិយាយទៅសមត្ថភាពនៃការជិះម៉ូតូរបស់គាត់អាចនិយាយបានថារៀងស្ទើរដែរបាទនិយាយលេងទេហើយបន្ទាប់ពីពួកយើងជិះម៉ូតូមកសបកក្រោយមកក៏បានមកដល់កន្លែងដែលត្រូវបោះតង់សម្រាប់គឺនៅមាត់ស្ទឹងតែម្ដងហើយការដែលពួកយើងមកសម្រាប់នៅមាត់ស្ទឹងបែបនេះគឺបានតែខែប្រាំងដែរទេបើខែភ្លៀងដូចឥឡូវនេះអីគឺដឹងតែអតិបិសោទាំងអស់គ្នាហើយបាទហើយស្ថានភាពទេសភាពនៅតំបន់នេះនារដូវប្រាំងដាច់ទឹកភ្លៀងបានប៉ុណ្ណេះខ្ញុំគិតថាស្អាតហើយស្ងប់ស្ងាត់មានទឹកប្រើប្រាស់មានត្រីនិយាយរួមទៅមកកំ pl តែម្ដងហើយខ្ញុំពីអ្នកបង្កយតម្លាក់អីវ៉ាន់ចុះពីម៉ូតូរួចអត់មានគិតរឿងអីផ្សេងទេបាទគឺសេរីសរងសទូចម្នាក់មកដើមចេញគប់ត្រីលេងអាចថាដំណើរកំសាន្តមកកាន់តំបន់មានទឹកស្ទឹងអីបែបនេះពួកខ្ញុំមិនងាយចោលទេរឿងបបក់ត្រីបើទោះបីជាបានមិនបានក៏ដោយឲ្យតែបានគប់អូសកន្លះម៉ោង1ម៉ោងអីហ្នឹងក៏មានអារម្មណ៍ថារីករាយដែរបាទអ្នកបក់ត្រីច្បាស់ជាយល់អារម្មណ៍ហ្នឹងហើយឃើញថាគប់អូសមកសបកធំដែរអត់មានបានអីទេបានតែមេឃឈើនិយាយរួមទៅអំបិលទាំងពីរនាក់តែម្ដងក៏ត្រឡប់មកកន្លែងវិញដើម្បីរៀបចំឲ្យវាយវ៉ាន់និងអាងបានទៅរីមងបាញ់ត្រីយកមកចំអិនញ៉ាំជាអាហារពេលល្ងាចរបស់យើងហើយមកជើងនេះសុទ្ធតែស្មាត់ធំឲ្យបងប្អូនយើងបងកយនិងអាអូនធានោះគាត់ខាងបាញ់ត្រីហើយបងធីជំនាញខាងដាក់មងចំណែកខ្ញុំវិញអត់ចេះធ្វើអីទេគឺបានជួយលាងចានដាំបាយរកអីតិចតួចចឹងទៅហើយនេះបង្កយគាត់កំពុងតែរៀបចំអាវុធរបស់គាត់ដើម្បីត្រៀមបាញ់ត្រីឃើញថាគាត់ទៅណាក៏មិនចោលដែរសទូចនេះ1ព្រួញ2គឺតាមជាប់ខ្លួនរហូតអញ្ចឹងបានដើរជាមួយគាត់ខ្ញុំអត់សូវភ័យរឿងអត់មហូបប្រហែលទេ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
អានេះចាំមួយបាញ់នេះ Cái bụi bây giờ trong khơi tha gọt lập châu từ khung tật plung ngợp mà vinh bàn tray muối bài chia bị bay thọp đai đá rồi có cục lại mà lơ cô bộ nhóm đa rơ tray đã khung sờ bay rồi có bàn chia bờ tọp nhóm này nó lơ cô chua chra khơi tầm nông pe và xạ là bon cho tự bánh đá bàn đá về đôi chỉ ở trong trong niên dương so tại mà đo màu bò này bánh kho hột chụp bông không ăn thông thông của xóm đá bông bồn mơ khung video dương thọt lên vái khơi nhận sơ thông má để đây là càng cái cho buồn pram thọp đai đá nữa rồi thiền này cái đã bán bên nhà bông coi mơ tới tầm nông sập bài miền tây cha tây ấy ghê khá thì nhom sơ score đây đằng tại thà tây để virus nơ tam nằm bon tắc tưng tây phnom ở đôi chiết bao vía có chừng anh mà giangពីត្រីទលេត្រីបឹងហើយនៅពេលដែលបាញ់បានគេគប់ឡើងទៅលើគោកអ្នកនៅលើគោកក៏ដើររើសត្រីដាក់ស្បៃទៅធ្វើអញ្ចឹងលឿនណាមួយត្រីតូចៗដែរបើឡើងតែដោតតំណោតជាប់ខ្លួនវាយូរសាំញ៉ាំច្រើនហើយបាញ់មកសបកតូចបានត្រីគូសមដែរយើងក៏វិលត្រឡប់មកកន្លែងវិញដើម្បីរៀបចំចំអិនតន់នៅស្រស់មកដល់កន្លែងវិញក៏រៀបចំអំពូលភ្លើងដូចតែរាល់ដងដើម្បីបំភ្លឺកន្លែងបោះតង់ព្រោះថាមេឃក៏ចាប់ផ្ដើមធ្លាក់ប្រលប់អស់ពន្លឺសំឡេងសัตว์ក៏យំកងរំពងពេញព្រៃនេះហើយជាអ្វីដែលយើងចង់បានគឺជាសំឡេងនៃធម្មជាតិសំឡេងសัตว์ព្រៃខ្យល់ត្រជាក់ខ្យល់អុកស៊ីហ្សែនល្អក្លិនព្រៃអស់តោះតែម្ដងបាទហើយនេះត្រីរបស់យើងបង្កយអ្នករៀបចំចាត់ចែងដាក់អាំងនិយាយពីថាទំនងមែនតែនឈ្ងុយហើយបរិយាកាសកន្លែងដែលយើងបោះតង់ក្បែរមាត់ទឹកក្រោមដើមឈើប៉ុន្តែខ្ញុំគេងរឹងទេគឺថាអូយក្តីសុខណាស់បងប្អូនហើយខ្ញុំស្ដាប់ខ្លួនឯងនិយាយយូរទៅដូចត្រង់ឡើងទៅមុខអត់មិនទេនេះដោយសារតែរឿងងុយគេងប៉ុន្តែចង់បញ្ចូលសម្លេងឲ្យហើយតន់ចិត្តចង់ព្រោះថាតែអត់ចង់នឹងមិនដឹងពេលណាបានផុសទេហើយនៅសល់វីដេអូប្រហែលជាខ្ទង់ 3-4 ទៀតដែរអត់តន់បានកាត់ផុសទេមិនដឹងថាពេលណាបានផុសទេបងប្អូនហើយខានផុសយូរចេះមិនដឹងថាផុសទៅមាន view ឬអត់ទេប៉ុន្តែគាត់ថាយើងចង់ផុសទុកជាអនុស្សាវរីយ៍យើងទុកមើលខ្លួនឯងនៅថ្ងៃក្រោយអីចឹងណាសូមវិលត្រឡប់មកកាន់ការសម្រាយសាច់រឿងជាបន្តទៀតដល់ពេលវេលាដែលត្រូវញ៉ាំបាយគ្នា4នាក់បាយមួយកមែលធំហើយថែមមួយកូនឆ្នាំងតូចមួយទៀតដាច់ម៉ាត់ដោយសារតែត្រូវមាត់ជាមួយអាត្រីអាំងក្រៀមនោះបងប្អូនបាយទឹករួចក៏អត់តាន់អស់រវល់ដែរនាំគ្នាមកបាញ់ត្រីនិយាយពីថាពេលយប់សបាយបាញ់ជាងពេលថ្ងៃទៅទៀតត្រីវាសាំងអត់សូវផ្អើលទេហើយនេះបង្កយបាញ់បានត្រីខ្មាន់ប៉ុណ្ណានៃរបស់គាត់ពេលយប់ស្រួលបាញ់មែនតើអញ្ចឹងភាគច្រើនយើងបាញ់យកតែធំទេហើយកន្លែងនេះខ្ញុំជាមួយអូនធាបាញ់បានធំមួយដែរចាប់អត់ចង់ឈ្នះទេដោយសារតែព្រួញយើងតូចពេកហើយអត់មានងៀងទៅទៀតហើយទី3ទេតែថ្ងៃឃើញ3នេះថ្ងៃឃើញទី3ហ្នឹងយ៉ាធំជាងគេហ្នឹងហើយគូដាក់ចំគូប្រូដាក់ចំគូប្រូហ្មងហ្នឹងហើយបើអញកាន់ចំឃើញណែឡូឡើងតាមនោះមកមកលើនេះមានសតតំណងប៉ុនរបស់ខ្ញុំបាញ់មិញមកលឹបក្លប់មកនេះអូ4-5 គីឡូបាទអរុនសុស្ដីបងប្អូនទាំងអស់គ្នាពេលព្រឹកក៏បានឈានចូលមកដល់ជាទម្លាប់របស់ពួកយើងនៅពេលដែលបានចូលព្រៃគឺតែងតែក្រោកពីព្រឹកព្រលឹមបកាត់ភ្លើងដើម្បីអាំងក៏ដូចជាដាំទឹកឆុងកាហ្វេរីករាយជាមួយធម្មជាតិនេះពេលព្រឹកព្រលឹមផងដែរហើយកាហ្វេនេះគេល្បីថាកាហ្វេមិនគេនោះប៉ុន្តែយើងផឹករួចហើយបើនឹងតាមក្រោយមិនថ្មីទេពួកយើងញ៉ាំកាហ្វេជជែកគ្នាលេងជាមួយព្រឹកថ្ងៃថ្មីពេលវេលាអនុស្សាវរីយ៍ល្អជាមួយគ្នាមួយមានវត្តមានបង្កយបង្ធីនេះពួកគាត់សបោរឿងនិយាយណានៅចិត្តពួកគាត់មិនសូវជាស្ងាត់ប្រហែលទេហើយខ្ញុំជាមួយធីអង្គុយទៅស្ដាប់សោយទៅហើយនេះជាទស្សនវិជ្ជាពីលើកន្លែងដែលយើងបោះតង់ហើយទឹកស្ទឹងនេះផងដែរក៏មិនសូវជាជ្រៅប្រហែលទេនៅខែប្រាំង
បន្ទាប់ពីញ៉ាំកាហ្វេរួចធានិងមកធីក៏មកសាម៉ងបានត្រីច្រើនគួរសមដែរបុករួមទាំងត្រីដែលបាញ់បានកាលពីយប់មិញប្រហែលជា5គីឡូទៀតសរុបទាំងត្រីមងដែលដាក់បាននៅព្រឹកនេះទៀតរៀងក្រែលដែរអញ្ចឹងត្រីនេះយើងប្រឡាក់វិចទៅដល់ភូមិទៀតបាទមិនធម្មតាទេនិយាយស្មោះត្រង់ទៅខ្ញុំនៅតែចង់វិលត្រឡប់មកតំបន់នេះទៀតដោយសារតែហេតុផលគឺបែបនឹងឯងសបោត្រីហូបណាបងប្អូនហើយមកពីដងវិចត្រីយកទៅផ្ទះទាំងពីរដងហើយអាសកម្មភាពអស់នឹងហើយគឺជាក្តីសុខរបស់ពួកយើងបើថាមកបោះតង់ទិញម្ហូបមកស្រាប់ញ៉ាំមិនសូវជាឆ្ងាញ់ទេតតែបានចុះទឹកប្រឡាក់ដៃប្រឡាក់ជើងអញ្ចឹងបានបាយឆ្ងាញ់ហើយព្រឹកនេះផងដែរយើងអត់ដាំបាយទេគឺឆុងមីនិងអាំងត្រីតិចតួចដើម្បីញ៉ាំលេងមុននឹងត្រឡប់ទៅវិញត្រីកត្រប់អាំងនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតែនអាំងឲ្យក្រៀមស្រួយហើយចុចវាជាមួយទឹកត្រីមានម្ទេសហឹរតិចគឺថាឆ្ងាញ់ខ្លាំងណាស់ខ្ញុំចូលចិត្តញ៉ាំវាតាំងតែពីក្មេងមកម្លេះអញ្ចឹងក៏អង្គុយតេះអាត្រីកត្រប់អាំងនឹងលេងហើយអ្នករៀបចំឲ្យបានក៏រៀបចំបដាដើម្បីត្រៀមត្រឡប់ទៅវិញផងដែរហើយវីដេអូដំណើរកម្សាន្តរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ត្រឹមនឹងដូចគ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយក៏អធិស្ឋានផងបើសិនបើមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយយើងចាំជួបគ្នានៅវីដេអូក្រោយប៉ុន្តែអត់ដឹងថាពេលណាទេបាយបាយ